ត្រីបំពងទឹកត្រីផ្អែមផ្ទាប់ជាមួយនំបញ្ចុកចាបងប្អូនអើយនិយាយទៅថាត្រីធម្មជាតិទៀតចាទិញគេហ្នឹងសួរគេថាត្រីហ្នឹងរកខ្លួនឯងក៏ត្រីចិញ្ចឹមគេថាធម្មជាតិបើសិនតែត្រីចិញ្ចឹមក៏អត់ទិញយកម្ហូបដែរតែសុំថាសម្អាតត្រីនេះចាត្រីធម្មជាតិក៏ដែរក៏សម្អាតបន្តិចទឹកហើយគឺថាចំណាយពេលវេលាច្រើនចាក្រូចឆ្មាអស់2ផ្លែអំបិលអស់2ក្តាប់ចាបើមិនអញ្ចឹងទេហូបអត់កើតទេចាតែផ្ទះខ្ញុំរឿងត្រីហ្នឹងគឺថាស្អាតណាស់ចាសឹងយកសាប៊ូមកលាងទៀតចាអូខែហ្នឹងគឺល្អិលច្រើនចាអញ្ចឹងដាក់ក្រូចឆ្មាច្បាច់វា3 4ផ្លែទៅអំបិលផងអីផងទៅបងលាងយ៉ាងម៉េចគឺឲ្យសាច់ត្រីហ្នឹងគឺវាអត់មានល្អិលចាបើមិនអញ្ចឹងទេហូបអត់កើតទេចាតែបើយើងបងក្រៀមក៏ដោយគឺត្រីវាថាធ្វើស្ទើរដៃហូបអត់កើតចឹងតែធំជាប់មាត់បងប្អូនចាអូមិនធម្មតាទេចាអញ្ចឹងថាចំណាយពេលវេលាយូរចាបើចង់ហូបត្រីចានឹងផ្ទះខ្ញុំចាក្រូចឆ្មាផងអំបិលផងចាមានអីអស់2ផ្លែក្រូចឆ្មាចាអំបិល2ក្តាប់ទៀតស្អាតរបស់ខ្ញុំនិយាយវាថាចាច់ទៅនឹងអត់មានស្អិតហ្មងចាដាក់ទៅស្អិតអត់មានល្អិលទេតែចេញល្អិលគឺអត់ហូបអត់យកអំពងទេចាឥឡូវយើងដាក់ត្រាំទឹកអំបិលសិនទៅបន្លែយើងហូបស្រស់ចាបន្លែហូបស្រស់បើថាយើងអត់ត្រាំទេវាងាប់ជាតិមេរោគជាអីអញ្ចឹងណាគីមីចាយើងហូបស្រស់ទៅត្រាំទឹកអំបិលសិនបងប្អូនចាថ្ងៃនេះគឺថាបានបន្លែស្រស់ចាអូត្រីពងបន្លែស្រស់ជាតិឡើងនិយាយហើយបងប្អូនណាចាបន្លែវាមិនសូវគ្រប់អីណាទេតែមានអីប៉ុណ្ណឹងជាតិដែរហ្នឹងបងប្អូនចាបុកទឹកគ្រឿងចាដាក់ទឹកជ្រលក់ចាទឹកត្រីផ្អែមយើងហ្នឹងដាក់ម្ទេសហើយតែ2គ្រាប់បានហើយយកកហល់កាហាយចាដាក់ខ្ទឹម2ម្ទេស2បានហើយឲ្យមានគូចាកុំឲ្យអត់គូដូចម្ចាស់វាយើងធ្វើឲ្យមានគូម្ចាស់វាអត់គូអញ្ចឹងយើងព្យាយាមធ្វើអ្វីឲ្យមានគូច្រៃដីដាក់2តាមកតង់ដបងបុកវាល្អៀតវាម៉ត់អញ្ចឹងទៅដាក់មកដៃម៉ត់ទៅរកប្រទេសគេបុកឲ្យវាល្អិតចាឲ្យវាល្អិតចាបើល្អិតចឹងទៅឲ្យវារៀងខាប់ទឹកគ្រឿងចឹងណាទឹកគ្រឿងយើងខាប់ចាទឹកជ្រលក់យើងខាប់ទីតង់ទី2យើងបុកកុំឲ្យម៉ត់ពេកចាមាន2តង់ចូលមានក្បួនមានខ្នាតណាចាតែរសជាតិមិននិយាយទៅដល់ឋានប្អិនចារសជាតិនៅណាទេចាចូលធ្វើវិញមានក្បួនមានខ្នាតរបស់គេចាមាន2តង់មាន1តង់ទៀតចាឥឡូវទឹកជ្រលក់យើងបានរឿយអូយនិយាយទៅថាក៏ឃើញទឹកជ្រលក់ជាតិដែរបងប្អូនមើលនំបញ្ចុកនេះទិញប៉ាសរសៃល្អិតទៀតដាក់មកយកវាទុនមើយហ្មងទឹកជ្រលក់ដាក់ត្រូវជាតិគ្នាចាត្រីខ្ញុំឲ្យធ្វើត្រីខ្ញុំមិនសូវដាក់ច្រើនទេបន្តិចទេបងប្អូនចាខ្ញុំដាក់តិចទេខ្ញុំ highlight តិចខ្ញុំមិនចង់ដាក់ច្រើនព្រោះថាមិត្តភ័ក្ដិខ្ញុំក៏មិនសូវឲ្យខ្ញុំដាក់អញ្ចឹងខ្ញុំដាក់តិចបើមិនចឹងទេនឹងផុសមិនចេញទេឥឡូវរួចទេបងប្អូននេះរៀបដាក់ថាសហើយចានឹងរៀបចំហូបហើយចានេះ3នាក់មានអីតាត្រី2ដាក់ហើយនឹងអស់លីងដែរចានំបញ្ចុក1គីឡូចាអត់មានដាំបាយតែបន្តិចទេចាដាំបាយបន្តិចរួចប៉ុណ្ណឹងហើយគាត់ថានំបញ្ចុក1គីឡូហ្នឹងដាក់ទៅក្តៅខ្លួនដែរហ្នឹងឲ្យហូបនំបញ្ចុកចឹងឯងបងប្អូនរបស់ផ្អាប់តែនំបញ្ចុកយើងហូបយូរម្ដងកុំហូបញឹកពេកចាតែមានណាខ្ញុំនៅវាត្រូវធៀបគ្នាជាមួយនំបញ្ចុកតែផ្អែមនោះវាត្រូវធៀបជាមួយនំបញ្ចុកឲ្យនិយាយថាជីម្ដងហ្នឹងលើកទៅលើកមកមិនគេលើកដាក់កន្លែងណាវាសមអញ្ចឹងចាចង់ភៅមុខជាប់មិនពេញចិត្តដាក់លើកដាក់ទៀតទម្លាក់ទៅក្រោមទៅមួយទៅវាសំនៀងចងាងទៅបាត់ត្រីបាត់គុណភាពបាត់សម្ផស្សរបស់ត្រីយើងអញ្ចឹងឃើញអាជីគេចងាងលើកឲ្យបោះកវត្តចោលមកអូយបងប្អូនណានិយាយថាមិនចង់ភៅណាដូចចង់ភៅមុខជាប់ផ្ទះខ្ញុំទេចាតែមិនពេញចិត្តហ្នឹងកវត្តចោលខ្ទេចចាមើលទៅមិនតំណងចាឥឡូវរៀបចំបងប្អូនតំណងហូបបាត់បងប្អូនហូបជាមួយខ្ញុំអរគុណបងប្អូនជួបគ្នា